អ្នកបានកើតមកជាខ្មែរមិនមែនជារឿងចៃដន្យនោះទេតែនេះគឺជាវាសនានៅលើទឹកដីដ៏អស្ចារ្យមួយនេះបានបង្ហាញឲ្យឃើញថាខ្មែរយើងគឺជាពូជអ្នកចម្បាំងមានឈាមជ័រជាអ្នកតស៊ូហើយត្រូវបានគេហៅថាមហាអាណាចក្រខ្មែរយើងមានទឹកដីដ៏ធំទូលាយសម្បត្តិធម្មជាតិសិល្បៈវប្បធម៌ប្រពៃណីទំនៀមទម្លាប់និងជាជនជាតិដែលសាមគ្គីគ្នាហេតុអ្វីបានជាពេលនេះខ្មែរខ្លាយជាមនុស្សអាត្មានិយមបពុនិយមតែឈាមជ័រជាខ្មែររបស់អ្នកបាត់ទៅណាអស់ហើយ
អង្គរវត្តគឺជាប្រលឹងរបស់ជាតិជាប្រលឹងរបស់ជាតិប៉ុន្តែហេតុអីបានជាចាំបាច់ឲ្យអង្គរវត្តទៅក្រុមហ៊ុនឯកជនមួយគ្រប់គ្រងអញ្ចឹងហេតុអីបានជាយើងនៅបន្តឲ្យប្រលឹងជាតិត្រូវបានក្រុមហ៊ុនឯកជនមួយហើយអាចថាគាត់មិនមែនជាជនជាតិខ្មែរទេដល់ពេលហើយកូនខ្មែរអើយនឹងអាត្មានិយមដល់ណាទៀតសូម្បីតែជនពិការថ្ងៃក៏នៅមានល្អចេះដឹងទុករបស់ប្រទេសជាតិដែរចុះតម្រុំអ្នកជាមនុស្សល្អធម្មតាមិនដេចក្រកគ្រប់ផ្នែកថាស្មានទៅវិញដូច្នេះសូមកូនខ្មែរទាំងអស់គ្នាក្រោកឈររួមគ្នាដើម្បីកសាងទឹកដីដ៏កំសត់មួយនេះឲ្យរុងរឿងដោយសម័យអង្គរ